បងប្អូនគ្នាយើងវិលមកតាមដាននៅព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជាបន្តទៀតពាក់ព័ន្ធទៅនឹងស្ថានភាពនៅប្រទេសថៃក៏ដូចជាស្ថានភាពនៅព្រំដែនរវាងកម្ពុជានិងថៃអញ្ចឹងយើងអាប់ដេតនៅថ្ងៃទី12ខែ2ឆ្នាំ2026ដោយថ្មីនេះទាហានថៃ3នាក់បានដើរជន់មីននៅខេត្តស៊ីសាកេតដោយម្នាក់ដាច់ជើងខាងឆ្វេងនិង2នាក់ទៀតកំពុងតែរងរបួសដេកពេទ្យទាំង3នាក់បាទឥឡូវនេះថៃបានបន្តប្រើប្រាស់នៅគេហៅថាល្បិចកលប្រើប្រាស់ការដើរជន់មានគឺជាលេសទៀតហើយសម្រាប់ព័ត៌មានទី2ពាក់ព័ន្ធទៅនឹងអ្នកភូមិនៅប្រទេសថៃកំពុងតែមានការចលាចលខ្លាំងមែនទែនក្រោយក្រុមបះបោរនៅថារ៉ាធីវ៉ាត់បាទបន្តអុកឡុកនិងដាក់គ្រាប់បែកបំផ្ទុះនៅតាមផ្លូវមួយចំនួនហើយជាពិសេសគឺមានប្រជាជនខ្លះគឺកំពុងតែរងរបួសខ្លាំងមែនទែនទី3ពាក់ព័ន្ធទៅនឹងព័ត៌មាននៅខេត្តហាតចៃបាទដោយសារតែយុវជនបែកថ្នាំដែលមានវ័យត្រឹមតែ18ឆ្នាំម្នាក់លួចកាំភ្លើងប៉ូលីសចូលទៅបាញ់នៅក្នុងសាលារៀនខណ្ឌនាយិកានិងបាទអ្នកនៅទីនោះคล้ายទៅជាចំណាត់ខ្មាំងរបស់ជនបង្កសម្រាប់ព័ត៌មានទី4ពាក់ព័ន្ធទៅនឹងបាទសញ្ញាមហន្តរាយនៅខេត្តសុវត្ថដ្ឋានីប្រទេសថៃបានន័យថាកើតនៅមានការរំជួយដីរហូតដល់ទៅ9ដងជាប់គ្នាកម្រិតធំដែរបងប្អូនអរគ្នារហូតដល់ទៅ 3.2 រ៉ឺទ័រជម្រៅ2គីឡូម៉ែត្រអញ្ចឹងពាក់ព័ន្ធទៅនឹងព័ត៌មានទាំងអស់នេះយើងសូមសង្ខេបដូចតទៅដោយព័ត៌មានទី1ពាក់ព័ន្ធទៅនឹងទាហានថៃ3នាក់បានធ្វើការដើរជន់មីននៅខេត្តស៊ីសាកេតដោយម្ខាងបានដាច់ជើងឆ្វេងនិងរបួសបាទដល់ទៅ2នាក់នៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះសារព័ត៌មានរបស់ថៃបានធ្វើការរាយការណ៍មកថាមានករណីទាហានថៃ3នាក់បានដើរជន់មានសារជាថ្មីនៅព្រំដែនស៊ីសាកេតបណ្ដាឲ្យទាហានម្នាក់ដាច់ជើងខាងឆ្វេងនិង2នាក់ទៀតកំពុងតែរងរបួសធ្ងន់បើតាមប្រភពព័ត៌មានបានដឹងថាហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្រុកភូតស៊ីងខេត្តស៊ីសាកេតនៅម៉ោងប្រមាណជាជាង 4:40 នាទីនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026កន្លងទៅជិតច្រកព្រំដែនជាំសងាំបើតាមការចុះផ្សាយពីសារព័ត៌មានរបស់ថៃបានឲ្យដឹងថាហេតុការណ៍ជន់មាននេះបានកើតឡើងនៅខណ្ឌពេលដែលទាហានថៃកំពុងតែធ្វើការបោសសម្អាតលានដ្ឋាននៅតំបន់ខាងនោះក្នុងនោះផងដែរទាហានម្នាក់បាទមកពីកងវីរសេនាធំលេខបាទ132បានរងរបួសដាច់ជើងម្ខាងរីឯម្ខាងទៀតបាទរីឯ2អ្នកផ្សេងទៀតកំពុងតែរងរបួសស្រាលក្រោយពេលកើតហេតុទាហានទាំង3នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យនៅក្នុងតំបន់បច្ចុប្បន្នកំពុងតែស្ថិតនៅការត្រួតពិនិត្យយ៉ាងដិតដល់ពីខាងក្រុមគ្រូពេទ្យដល់ឡែកសម្រាប់កងទ័ពភូមិភាគ2ឬក៏លោកអនុទានដែលជានាយករដ្ឋមន្ត្រីចាំផ្ទះបានឲ្យដឹងថាវត្ថុផ្ទុះខាងលើនេះគឺជារបស់ចាស់ដែលសេសសល់ពីអតីតកាលតែប៉ុណ្ណោះបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងមកទល់នឹងពេលនេះអាជ្ញាធរក៏បានចុះទៅត្រួតពិនិត្យនិងបង្កើតនៅវិធានការសុវត្ថិភាពថែមទៀតសម្រាប់ទាហានដែលដើរល្បាតនៅតាមព្រំដែនអញ្ចឹងអនុទានហាក់ដូចជាមិនគេហៅថាដាក់បន្ទុកមកកាន់កម្ពុជាទេអត់ន័យថាចេះយល់សាច់ការដែរអញ្ចឹងទៅហើយបើសិនជាដាក់បន្ទុកមកកាន់កម្ពុជាយើងទៀតយើងអាចនិយាយបានថាមិនយូរមិនឆាប់ទេអាចនឹងផ្ទុះបាទគេហៅថាផ្ទុះនៅសង្គ្រាមទៅតាមព្រំដែនជាបំខានបើសិនជាវាចោទថានេះគឺជាមានថ្មីដែលខាងថៃខាងកម្ពុជាដាក់នៅតាមព្រំដែនការពិភាក្សាថ្មីកន្លងទៅនេះអូខេបងប្អូននេះសម្រាប់ព័ត៌មានទី1យើងមានតែប៉ុណ្្នឹងទេឥឡូវយើងវិលមកតាមដាននៅព្រឹត្តិការណ៍ព័ត៌មានទី2បន្តទៀតសម្រាប់ព័ត៌មានទី2ពាក់ព័ន្ធទៅនឹងក្រុមបះបោរនៅណាវ៉ាត់ធីវ៉ាត់បានបន្តអុកឡុកបាទពាក់ព័ន្ធទៅនឹងគ្រាប់បែកឬក៏គ្រាប់បំផ្ទុះនៅក្នុងប្រទេសថៃជាពិសេសគឺភាគខាងត្បូងតែម្ដងក៏សង្កេតឃើញថារយៈពេលចុងក្រោយមកនេះក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃហាក់កាន់តែបង្កើតនៅការអុកឡុកពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសគឺការលួចដាក់គ្រាប់បែកនៅតាមផ្លូវនៅកន្លែងបាទទីសាធារណៈហ្នឹងគឺញឹកញាប់ខ្លាំងមែនទែនជាស្រ័យនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះមានករណីបំផ្ទុះផ្លូវកើតឡើងសារជាថ្មីពីស្នាដៃក្រុមបះបោរដោយហេតុបានកើតឡើងនៅខ្សែនៅផ្លូវមួយខ្សែនៅភូមិបានកាដូខេត្តណាវ៉ាធីវ៉ាត់នៅវេលាម៉ោង 3:19 នាទីរសៀលក្នុងនោះផងដែរក្រុមជនបះបោរបានបន្តលួចដាក់គ្រាប់បែកដែលបណ្ដាឲ្យផ្លូវបានផ្ទុះរុងទៅជាអណ្ដៅយ៉ាងធំហើយបង្កឲ្យរថយន្តដែលឆ្លងកាត់មានការខូចខាតព្រមទាំងរបួសទៅដល់អ្នកដំណើរចំនួន3នាក់ដែលមានបុរសចំនួន2នាក់និងស្ត្រីម្នាក់ផងដែរខណ្ឌមកទល់នឹងពេលបច្ចុប្បន្ននេះអាជ្ញាធរបានចុះទៅវាស់វែងនិងប្រមូលភស្តុតាងដើម្បីកំណត់មុខសញ្ញាទៅដល់ជនដៃដល់ដែលមកបាទដែលមានគម្រោងនៅក្នុងការដាក់គ្រាប់បែកនេះនិងស្វែងរកជនដៃដល់បាទដើម្បីយកមកកាត់ទោសទៅតាមផ្លូវច្បាប់
ចឹងបងប្អូនគ្នាពាក់ព័ន្ធទៅនឹងព័ត៌មានពីប្រទេសថៃក៏ដូចជាភាគខាងត្បូងនេះមិនមែនមានត្រឹមតែមួយករណីទេបានន័យថារឿងរ៉ាវនៅប្រទេសថៃមកទល់នឹងពេលនេះអាចនិយាយបានថាជាខេត្តមួយជាទីតាំងមួយដែលក្រមភាគខាងត្បូងឬក៏គេហៅថាភាគខាងត្បូងគេហៅមកបែបមិនទៀតណាបងប្អូននេះខ្ញុំភ្លេចបាត់ហើយគឺក្រមភាគខាងត្បូងគេចង់ផ្ដាច់ខ្លួនពីភាគីរបស់ថៃដោយសារតែថៃឬក៏រដ្ឋាភិបាលរបស់ថៃបាទហាក់ដូចជាមិនយកចិត្តទុកដាក់ទៅលើភាគខាងត្បូងនេះទេហើយភាគខាងត្បូងនេះគេចង់ផ្ដាច់ខ្លួនយូរហើយក៏ប៉ុន្តែឲ្យតែលើថាមានគម្រោងចង់ផ្ដាច់ខ្លួនគឺរដ្ឋាភិបាលថៃនេះគឺគេដាក់សម្ពាធយ៉ាងចាស់ដៃតែម្ដងអូខេបងប្អូននេះសម្រាប់ព័ត៌មានទី2យើងមានតែប៉ុណ្្នឹងឥឡូវយើងវិលមកតាមដាននៅព្រឹត្តិការណ៍ព័ត៌មានទី3បន្តទៀតអញ្ចឹងសម្រាប់ព័ត៌មានទី3ពាក់ព័ន្ធទៅនឹងយុវជនថៃបាទម្នាក់កំពុងតែមានការបែកថ្នាំខ្លាំងមែនទែនដោយបានធ្វើការចូលទៅលួចកាំភ្លើងប៉ូលីសរួចបាញ់នៅក្នុងសាលាហើយជាពិសេសនោះគឺចាប់បាទនិច្ចការសាលានិងសិស្សសាលាមួយចំនួនធ្វើជាចំណាត់ខ្មាំងទៅទៀតនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះមានករណីជនដៃដល់ម្នាក់បានធ្វើការកាន់កាំភ្លើងបំបុកទៅក្នុងសាលារៀនមួយកន្លែងនៅខេត្តហានយ៉ៃដោយធ្វើការបាញ់ប្រហារបណ្ដាឲ្យនិច្ចការម្នាក់បានបាត់បង់ជីវិតនិងសិស្ស2នាក់ទៀតរងរបួសព័ត៌មាននេះបានកើតឡើងនៅក្នុងប្រទេសថៃតែម្ដងហើយនៅភាគខាងត្បូងទៀតបងប្អូនគ្នាក្នុងនោះផងដែរជនដៃដល់មានវ័យត្រឹមតែ18ឆ្នាំគឺជាមនុស្សបែកថ្នាំម្នាក់ដោយបានលួចកាំភ្លើងប៉ូលីសថៃនិងបានចូលទៅអុកឡុកនៅក្នុងសាលារៀនខាងលើបន្តមកក៏បាទថាបានដៃបានជើងចូលទៅក្នុងសាលាហើយជនដៃដល់បានធ្វើការគំរាមបាញ់2គ្រាប់រួចក៏បានចាប់ក្មេងដោយទៅរកនិច្ចការសាលាបន្ទាប់មកក៏បានបាញ់និច្ចការសាលាចំនួន2គ្រាប់និងបានឲ្យសិស្សប្រមូលផ្ដុំគ្នាជាង300នាក់ដើម្បីធ្វើជាចំណាត់ខ្មាំងផងដែរយ៉ាងណាមិញក្រោយពីកាត់ហេតុខាងលើអាជ្ញាធរបានចុះមកអន្តរាគមន៍និងចាប់ជនដៃដល់បានសម្រេចនិងយកទៅឃុំខ្លួនត្រៀមដំណើរការទៅតាមផ្លូវច្បាប់តែឡើយសម្រាប់ជនរងគ្រោះដែលជានិច្ចការសាលាត្រូវបានគេដឹងថាបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់យ៉ាងណាមិញសិស្សចំនួន2នាក់ផ្សេងទៀតក៏បានរងរបួសដូចគ្នាដោយត្រូវបានគេដឹងថាជាសិស្សស្រីបាទម្នាក់ថ្នាក់ដែលមានអាយុត្រឹមតែ14ឆ្នាំត្រូវបានត្រូវគ្រាប់នៅចំណុចពោះនិងសិស្សម្នាក់ទៀតបានធ្លាក់មកពីលើទីខ្ពស់បាទហើយរបួសចំកជើងទៅទៀតដល់ឥឡូវនេះយើងធ្វើការអាប់ដេតបន្តទៀតដោយសារតែមកទល់នៅពេលនេះបាទជនដៃដល់ត្រូវបានចាប់ខ្លួនបានហើយបើយើងនិយាយអំពីប្រទេសថៃបងប្អូនបាទរឿងរ៉ាវមិនចេះចប់តែម្ដងអស់ពីរឿងមួយចូលរឿងមួយអស់ពីរឿងមួយចូលរឿងមួយតែម្ដងអត់ដឹងថាប្រទេសហ្នឹងវាយ៉ាងម៉េចជាពិសេសរឿងរ៉ាវនៅភាគខាងត្បូងហ្នឹងតែម្ដងវល់បែកអាចពេញហ្នឹងអញ្ចឹងឥឡូវព័ត៌មានទី3យើងបញ្ចប់តាមហ្នឹងឥឡូវយើងវិលមកតាមដាននៅព្រឹត្តិការណ៍ព័ត៌មានទី4បន្តទៀតពាក់ព័ន្ធទៅនឹងស្ថានភាពនៅប្រទេសថៃជាពិសេសគឺខេត្តសូវត្ថានីតែម្ដងបាទកាត់ឡើងទៅភាគខាងត្បូងដូចគ្នាបងប្អូនគ្នាឥឡូវនេះប្រទេសថៃកំពុងតែកើតនៅរំជួយដី9ដងជាប់គ្នាហើយកម្រិតធំមែនទែន 3.2 Richter ហើយជម្រៅរហូតដល់ទៅ2ម៉ែត្រនៅថ្ងៃទី12នេះតែម្ដងបាទបានន័យថាភាគខាងត្បូងខាងមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយនិងនាយកដ្ឋានធនធានរ៉ែក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃបានរាយការណ៍ឲ្យដឹងអំពីករណីរំជួយដីដែលបានកើតឡើងនៅក្នុងខេត្តសូវត្ថានីពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះគឺមានករណីរំជួយដីរហូតដល់ទៅ9ដងនិងបានកើតឡើងជាប់គ្នានៅឃុំផៅថាំងស្រុកបានតាខុនខេត្តសូវត្ថានីចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី12ខែកុម្ភៈឆ្នាំ2026ក្នុងករណីមានការគ្រោះរំជួយដីមានកម្រិតចាប់ពី1.9 Richter រហូតដល់ 3.2 Richter ដែលកម្រិតធំបំផុតគឺ 3.2 Richter ជម្រៅ2ម៉ែត្រហើយបានកើតឡើងនៅយប់ម៉ោង2រំលងអធ្រាត្រឈានចូលថ្ងៃទី12ខែកុម្ភៈឆ្នាំ2026យើងនេះបាទថ្មីហ្នឹងទេបងប្អូនគ្នាមិនមែនជារឿងរ៉ាវយូរទេក៏ប៉ុន្តែសម្រាប់ព័ត៌មាននៅប្រទេសថៃបងប្អូនដឹងថាគឺវល់បែកអាចហើយរឿងរ៉ាវគ្រោះធម្មជាតិក៏កើតស្ថានភាពនៅប្រទេសថៃកំពុងតែវល់ខណ្ឌឯវៀតណាមកំពុងតែបន្តដំណើរទៅមុខជាប្រទេសគេហៅថាចូលទៅកាន់ប្រទេសមហាអំណាចទៅហើយ